សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយអំពីនីតិបុគ្គលវិស័យតដែលនៅក្នុងផ្នែកទី2និយាយអំពីប្រភេទនៃនីតិបុគ្គលវិស័យដែលយើងដឹងហើយថានីតិបុគ្គលវិស័យគឺជាបុព្វសិទ្ធិឯកជនដែលត្រូវបានបែងចែកជាពីរប្រភេទគឺសិទ្ធិបេតិកភណ្ឌនិងសិទ្ធិក្រៅបេតិកភណ្ឌសិទ្ធិបេតិកភណ្ឌគឺជាសិទ្ធិដែលសង្កត់ធ្ងន់ទៅលើបេតិកភណ្ឌរបស់បុគ្គលគ្រប់រូបក្នុងនាមជាប្រធាននៃសិទ្ធិនិងកាតព្វកិច្ចជាលក្ខណៈសេដ្ឋកិច្ចដែលមានន័យថាសិទ្ធិបេតិកភណ្ឌទាំងនេះគេអាចគិតជាតម្លៃទឹកប្រាក់បានហើយសិទ្ធិបេតិកភណ្ឌនោះរួមមានសិទ្ធិបណ្ឌិតនិងសិទ្ធិបតិបុគ្គលសិទ្ធិបណ្ឌិតឬក៏សិទ្ធិប្រសិទ្ធជាសិទ្ធិដែលមានផ្ទាល់ទៅនឹងវត្ថុអ្វីមួយដែលបង្កើតបានជាទំនាក់ទំនងគតិយុត្តរវាងសមីជនជាម្ចាស់សិទ្ធិជាមួយនឹងវត្ថុអ្វីមួយដែលចំណុះទៅនឹងសិទ្ធិសិទ្ធិនោះសិទ្ធិបណ្ឌិតដែលសំខាន់ជាងគេគឺសិទ្ធិលើកម្មសិទ្ធិសិទ្ធិកម្មសិទ្ធិសំដៅទៅលើសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផលនិងសិទ្ធិចាត់ចែងសិទ្ធិបតិបុគ្គលឬសិទ្ធិអនតីជាសិទ្ធិដែលមនុស្សម្នាក់ហៅថាម្ចាស់បំណុលមានទៅលើមនុស្សម្នាក់ទៀតហៅថាកូនបំណុលដោយទាមទារឲ្យកូនបំណុលបំពេញនៅកាតព្វកិច្ចចំពោះម្ចាស់បំណុលសិទ្ធិនេះជាចំណងគតិយុត្តរវាងមនុស្សពីរនាក់ដែលធ្វើពីសិទ្ធិបណ្ឌិតដែលកំណត់ពីចំណងគតិយុត្តរវាងមនុស្សម្នាក់និងវត្ថុចំណែកឯសិទ្ធិក្រៅបេតិកភណ្ឌគឺជាសិទ្ធិដែលមិនទាក់ទងទៅនឹងបេតិកភណ្ឌរបស់បុគ្គលគ្រប់រូបមិនមានលក្ខណៈជាសេដ្ឋកិច្ចដែលមានន័យថាសិទ្ធិក្រៅបេតិកភណ្ឌទាំងនេះមិនអាចគិតជាតម្លៃទឹកប្រាក់បានទេដែលទាក់ទងទៅនឹងសិលធម៌សេចក្តីថ្លៃថ្នូរកិត្តិយសរបស់បុគ្គលសិទ្ធិក្រៅបេតិកភណ្ឌរួមមានសិទ្ធិក្រៅបេតិកភណ្ឌសាធារណៈនិងសិទ្ធិក្រៅបេតិកភណ្ឌឯកជនសិទ្ធិក្រៅបេតិកភណ្ឌសាធារណៈជាសិទ្ធិដែលទាក់ទងទៅនឹងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយដែលទទួលស្គាល់ដល់គ្រប់មនុស្សទាំងអស់សម្រាប់ទំនាក់ទំនងជាមួយរដ្ឋសិទ្ធិនេះរួមមានដូចជាសិទ្ធិនយោបាយលក្ខណៈសិទ្ធិក្រៅបេតិកភណ្ឌឯកជនជាសិទ្ធិដែលជាប់នឹងបុគ្គលផ្ទាល់ដោយមិនអាចលក់បានផ្ទេរបានហើយមិនអាចគិតជាប្រាក់បានដែលទាក់ទងទៅនឹងកិត្តិយសគ្រួសារការសម្ងាត់របស់បុគ្គលគ្រប់រូបតាមផ្លូវឯកជននៅក្នុងជីវិតប្រចាំថ្ងៃសិទ្ធិនេះរួមមានសិទ្ធិគ្រួសារនិងសិទ្ធិបុគ្គលសិទ្ធិគ្រួសារគឺកំណត់ពីទំនាក់ទំនងរវាងប្តីប្រពន្ធនិងកូនកំណត់អំពីការទំនាក់ទំនងរវាងឪពុកម្ដាយនិងញាតិប្រពន្ធអាហារកាតព្វកិច្ចឯជាដើមនោះហើយសិទ្ធិបុគ្គលភាពជាសិទ្ធិដែលទាក់ទិនទៅនឹងបុគ្គលភាពរបស់បុគ្គលនិងមានសារៈសំខាន់ជាងសិទ្ធិឯទៀតដូចនេះច្បាប់ការពារច្បាប់ការពារបុគ្គលភាពរបស់បុគ្គលម្នាក់គឺការពារបណ្ដាចរិតលក្ខណៈខាងរូបកាយនិងខាងផ្លូវចិត្តរបស់បុគ្គលហើយចូលមកដល់ផ្នែកទី3និយាយអំពីលក្ខណៈនៃនីតិបុគ្គលវិស័យលក្ខណៈនៃនីតិបុគ្គលវិស័យមានដូចជាអនុប្រធានការផ្ទេរការរកោសនិងអញ្ញាយុកាយើងដឹងហើយថាអនុប្រធានការផ្ទេរសិទ្ធិឬក៏ទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ដែលជាអនុប្រធានីទៅឲ្យបុគ្គលម្នាក់ទៀតដែលជាអនុប្រធាននឹកហើយសិទ្ធិឬក៏អនុប្រធានហ្នឹងវានៅជាប់ជាមួយនឹងសិទ្ធិបេតិកភណ្ឌនិងសិទ្ធិក្រៅបេតិកភណ្ឌហើយការផ្ទេរក៏ដូចគ្នាដែរ
ពុំមាន2មានសិទ្ធិបេតិកភណ្ឌនិងសិទ្ធិក្រៅបេតិកភណ្ឌការរឹបអូសឧទាហរណ៍តើបំណុលអាចប្តឹងទៅតុលាការរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលដើម្បីបង្ខំឲ្យកូនបំណុលអនុវត្តនៅកាតព្វកិច្ចរបស់ខ្លួនហើយអញ្ញាយុកាលដែលមានន័យថាមានរយៈពេលកំណត់អញ្ចឹងនៅក្នុងនេះវាមាន2សិទ្ធិបេតិកភណ្ឌដែលយើងអាចគិតជាប្រាក់បានហើយសិទ្ធិក្រៅបេតិកភណ្ឌគឺយើងមិនអាចគិតជាតម្លៃជាប្រាក់បានទេកិត្តិយសសេចក្តីថ្លៃថ្នូរយើងគិតយ៉ាងម៉េចហើយក៏វាមិនមែនជាកម្មវត្ថុនៃការទិញលក់ដែរដូរជាដើមអញ្ចឹងគឺនៅក្នុងនីតិបុគ្គលវិស័យនេះខ្ញុំសូមសង្ខេបតែប៉ុណ្ណឹងហើយសូមអរគុណច្រើននិងសូមជម្រាបលា